សម័យមួយហ្នឹងគឺប្រទេវទត្តរួមគំនិតជាមួយនឹងរាជាបនាមអាជាតសត្រូវចង់ធ្វើឃាតព្រះសម្មាសម្ពុទ្ធនិងទេវទត្តចឹងទៅក៏ឡើងទៅលើភ្នំកិច្ចកោฏហើយក៏ពមៀលដុំថ្មទម្លាក់ចុះពេលដែលព្រះអង្គស្ដេចយាងតាមក្រោមហ្នឹងប៉ុន្តែវាត្រូវកំពូលភ្នំហ្នឹងវាពាំងកំពូលភ្នំ2ពាំងអាថ្មភ្នំធំហ្នឹងទទួលដុំថ្មដែលធំហ្នឹងវាអត់ធ្លាក់មកប៉ុន្តែវាមានបំណែកដុំចឹងក៏ខ្ទាតមកប៉ះព្រះបាទទារបស់ព្រះសម្មាសម្ពុទ្ធញ៉ាំងលោហិតព្រះអង្គឲ្យពុះពងឡើងក៏អត់បែកឲ្យពងប្រលោហិតលោកប្រាប់ថាទុក្ខវេទនាដ៏ខ្លាំងកើតឡើងនឹងសត្វតែមានបាបកម្មព្រះហើយព្រះសម្មាសម្ពុទ្ធអត់មានបុគ្គលណាអាចផ្ដាច់ផ្ដាល់ជីវិតព្រះអង្គបានទេធ្វើឃាតព្រះអង្គបានអត់ទេបើព្រះអរហន្តដោយប្រមោគលានអីនឹងគេអាចផ្ដាច់ជីវិតបានតែពុទ្ធធម្មតានៃពុទ្ធអត់មានបុគ្គលណាមកផ្ដាច់ជីវិតព្រះអង្គបានទេបានត្រឹមតែពុះពងប្រលហិតហើយតែប៉ុណ្្នឹងត្រូវនន្ដេកម្មហើយពុទ្ធអត់ចាំបាច់ធ្វើដល់ធ្វើឃាតទេអត់ចាំបាច់ដល់ទៅសម្លាប់ផ្ដាច់ជីវិតព្រះអង្គណាគ្រាន់តែធ្វើឲ្យពុះពងប្រលហិតត្រឹម100ក្រេបបានយ៉ាងតិចប៉ុណ្្នឹងត្រូវនន្ដេកម្មបាត់បើចិត្តផ្ទុះនឹងត្រូវនន្ដេកម្មហើយបុគ្គលហ្នឹងហើយបើព្រះអរហន្តតលតែសម្លាប់តលតែអរហន្តឃាតផ្ដាច់ជីវិតតែម្ដងហ្នឹងបាននន្ដេកម្មចឹងបានថាគុណព្រះសម្មាសម្ពុទ្ធធ្ងន់បងជាងព្រះអរហន្តធម្មតាបងអស់កលៈដូចគ្នាតែព្រះអង្គមានគុណច្រើនចឹងភិក្ខុទាំងឡាយហ្នឹងក៏យាងព្រះអង្គទៅកាន់សួនមត្តកុច្ឆេប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គមានបំណងដាច់យាងទៅជីវកម្មបវ័នព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលនាំតថាគតទៅកាន់ជីវកម្មបវ័នរបស់ពេទ្យជីវៈចុះព្រោះភិក្ខុហ្នឹងក៏បានយាងព្រះសម្មាសម្ពុទ្ធទៅកាន់ជីវកម្មបវ័នរបស់ពេទ្យជីវៈហ្នឹងជីវកម្មបវ័នហ្នឹងនៅមិនឆ្ងាយអំពីភ្នំកិច្ចកោฏទេព្រោះចុះពីភ្នំកិច្ចកោฏមកនៅខាងស្ដាំដៃហ្នឹងចុះមកគឺជិះមកមិនឆ្ងាយប៉ុន្មានទេដល់កន្លែងហ្នឹងហើយបងនិយមទៅរាជក្រឹសឃើញហើយរាល់ថ្ងៃនៅតែឥតរៀបខាងក្រោមថ្មគេរៀបហើយជីវកម្មបវ័នហ្នឹងដឹងរឿងហ្នឹងហើយក៏ទៅកាន់សំណាក់ព្រះអង្គហើយបានថ្វាយភេសជ្ជៈដ៏ខ្លាំងគឺថ្នាំព្រះភេសជ្ជៈហ្នឹងគឺថ្នាំខ្លាំងថ្នាំដែលមានឥទ្ធិពលខ្លាំងដើម្បីប្រយោជន៍ដល់ការព្យាបាលតបៅរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺពងអញ្ចឹងទៅយកកបិតហ្នឹងវះជាឲ្យឈាមហូរហើយរុំតបៅហ្នឹងហើយបិទថ្នាំបងហ្នឹងអ្នកព្យាបាលហ្នឹងក៏បានបុណ្យច្រើនជីវកម្មបវ័នហ្នឹងព្រោះអ្នកបន្ទុះត្រូវនរកម្មប៉ុន្តែអ្នកព្យាបាលហ្នឹងវាផ្ទុយមកវិញបងហើយយើងមើលអ្នកបន្ទុះធ្វើឲ្យពុះពងព្រះអង្គទៅមក100ក្រេបបានប៉ុន្តែនរកម្មប៉ុន្តែជីវកម្មមារភ័តពេទ្យជីវៈវះបហោឈាមប៉ុន្តែចិត្តហ្នឹងគឺដល់ជ្រះថ្លាមិនបន្ទុះទេនឹងក៏បុណ្យច្រើនទៅតាមហ្នឹងរុំដបៅស្រេចហើយក៏ក្រាបទូលព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គត្រូវផ្សំថ្នាំឲ្យដល់មនុស្សម្នាក់ខាងក្នុងនគរខ្ញុំព្រះអង្គនៅកាន់សំណាក់មនុស្សនោះហើយនឹងត្រឡប់មកគាល់ព្រះអង្គវិញនឹងក្រាបទូលព្រះអង្គអញ្ចឹងប៉ុន្តែពេទ្យហ្នឹងទៅធ្វើកិច្ចការហ្នឹងហើយព្យាបាលបរោះមិនដែលហ្នឹងហើយត្រឡប់មកវិញវាត្រូវគេបិទទ្វារនគរបងអញ្ចឹងมันអាចចូលមកបានអញ្ចឹងគាត់ក៏មានសេចក្តីទេរីកើតឡើងថាស្លាប់ហើយអញហ្នឹងសេចក្តីទេរីរបស់គាត់ណាគាត់ឧទានអញបានធ្វើកម្មដ៏ធ្ងន់ហើយអញបានប្រគេនថ្នាំដ៏ខ្លាំងរុំដំបៅប្របាទព្រះអង្គវេលានេះជាវេលាស្រាយនៅសម្ពុតរុំដំបៅនោះការដំបៅនោះដែលអញមិនទាន់ស្រាយស្ដីក្តៅក្រហាយក្នុងសរីរៈរបស់ព្រះមាមាភិក្ខនឹងកើតរហូតមួយយប់ទល់ភ្លឺហ្នឹងគាត់គិតអញ្ចឹងហើយដំបៅព្រះសម្មាសម្ពុទ្ធក៏ជាសះស្បើយក្នុងគណៈដែលព្រះអង្គត្រាស់ហៅព្រះអនន្តមកឲ្យស្រាយព្រះអង្គជ្រាបព្រះអង្គត្រាស់ថាមនាលអនន្តពេទ្យជីវៈមកក្នុងវេលាល្ងាចមិនបានឱកាសចូលមកគាល់តថាគតក៏គិតវេលានេះជាវេលាស្រាយសម្ពុតរុំដំបៅអ្នកចូលស្រាយរុំដំបៅនោះចោះពធេរៈហ្នឹងក៏ស្រាយសម្ពុតរុំដំបៅនោះហើយតាមពុទ្ធដីកាមុខដំបៅហ្នឹងក៏ជាសះស្បើយទៅដូចកំមឈើដែលរបើកចេញពីដើមឈើអញ្ចឹងនេះកំមដែលកោសកំមអញ្ចឹងទៅវានៅសើឃើញក្លឹមស្អាតអញ្ចឹងណាហើយបកកណាត់រុំបៅទៅគឺសាច់ព្រះអង្គស្បែកព្រះអង្គនោះគឺស្អាតជាសះស្បើយទៅលែងមានដំបៅលែងមានស្នាមអត់ទៅថ្នាំនោះវាបកែដល់ទៅពេលព្រឹកឡើងហ្នឹងជីវៈកោមារភ័តហ្នឹងពេទ្យជីវៈទៅកាន់សំណាក់ព្រះអង្គយ៉ាងបញ្ញាប់ហើយចូលទៅដល់ហើយក៏ក្រាបទូលព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនសេចក្តីក្តៅក្រហាយកើតឡើងក្នុងព្រះសរីរៈរបស់ព្រះអង្គដែរឬព្រះអង្គក៏ត្រាស់ថាជីវកៈស្តីក្តៅក្រហាយទាំងពួងរបស់តថាគតបានស្ងប់រងាប់ហើយតាំងអំពីតថាគតគង់នៅត្រង់មណ្ឌលពោធិព្រឹក្សម្លេះតែហើយក៏ព្រះអង្គបន្តសម្ដែងជាពគាថាកតតិណូវិសោកាសៈវពមុត្តសៈសពតិសពៈគន្ធបហិណាសៈបរិលាហោអ្នកវិជ្ជតិសេចក្តីក្តៅក្រហាយរមែងមិនមានដល់លោកអ្នកមានផ្លូវឆ្ងាយដើរដល់ហើយមិនមានសេចក្តីសោករួចស្រឡះចាក់ធម៌ទាំងពួងមានខណ្ឌជាដើមមានកលេសជាគ្រឿងចាក់ស្រេះទាំងពួងលះបង់ហើយនឹងព្រះអង្គត្រាស់
មកបគាថាហ្នឹងដែលធ្វើឲ្យជនទាំងឡាយបានស្ដាប់ក្នុងគ្រានោះហើយក៏បានសម្រេចមគ្គផលទៅបងអញ្ចឹងជីវកោមារភ័តសួរព្រះអង្គតេទៅនឹងសេចក្តីក្តៅក្រហាយតាមផ្លូវកាយបងតែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់អំពីសេចក្តីក្តៅក្រហាយតាមផ្លូវចិត្តចឹងបានសេចក្តីក្តៅក្រហាយហ្នឹងវាមានពីរយ៉ាងសេចក្តីក្តៅក្រហាយតាមផ្លូវកាយនិងសេចក្តីក្តៅក្រហាយតាមផ្លូវចិត្តព្រះអរហន្តលោកអត់មានសេចក្តីក្តៅក្រហាយតាមផ្លូវចិត្តទេបងតែក្តៅក្រហាយតាមផ្លូវកាយមានដោយសារកម្ដៅថ្ងៃដោយសារត្រជាក់ដោយសារស្ដីស្រេកឃ្លានដោយសារជំងឺអីផ្សេងៗហ្នឹងបងអាហ្នឹងគឺតាមផ្លូវកាយនៅមានតែតាមផ្លូវចិត្តអត់មានទេអញ្ចឹងបានព្រះអង្គត្រាស់គឺសំដែងជាធម៌បងព្រោះព្រះសម្មាសម្ពុទ្ធជាធម្មរាជាព្រះអង្គធ្ងន់ក្នុងធម៌ធម្មគរុព្រះអង្គមិននិយាយពីរឿងរូបកាយអីទេព្រះអង្គនិយាយអំពីចិត្តណាដែលព្រះអង្គលះបង់បានហើយចាក់សេចក្តីក្តៅក្រហាយតាំងពីនៅមណ្ឌលនៃគុលពោធិព្រឹកម្លេះសេចក្តីក្តៅក្រហាយរមែងមិនមានដល់លោកអ្នកមានផ្លូវឆ្ងាយដើរដល់ហើយអានោះផ្លូវហ្នឹងក៏មានពីរដែរផ្លូវកន្តារៈមួយផ្លូវវត្តៈមួយផ្លូវកន្តារៈបានថាផ្លូវឆ្ងាយដែលយើងដើរទៅតាមផ្លូវនោះវាឆ្ងាយរាប់យោចឹងទៅឆ្លងកាត់សមុទ្រខ្សាច់ឬកាត់វាលហោឋានកាត់ទីព្រៃវាឆ្ងាយចឹងទៅអាហ្នឹងឈ្មោះថាផ្លូវឆ្ងាយដែរហៅថាកន្តារៈនឹងបានណាដើរមិនតាន់ដល់អាហ្នឹងក៏អ្នកមានផ្លូវឆ្ងាយដើរមិនតាន់ដល់បើមានផ្លូវឆ្ងាយហ្នឹងដើរដល់ហើយក៏ឈ្មោះថាជាអ្នកមានផ្លូវឆ្ងាយដើរដល់ហើយអាហ្នឹងផ្លូវនៅក្នុងលោកហើយមួយទៀតផ្លូវគឺវត្តៈវត្តៈហ្នឹងគឺបុគ្គលណាដែលកាត់ផ្ដាច់នៅវត្តៈបានហើយហ្នឹងអានេះឈ្មោះថាដល់ហើយវត្តៈហ្នឹងមាន3បងមានកិលេសវត្តៈកម្មវត្តៈនិងវិបាកវត្តៈកិលេសកម្មហើយនិងវិបាកអាហ្នឹងវត្តៈ3ហ្នឹងណាកិលេសនាំឲ្យធ្វើកម្មនាំឲ្យមានផលគឺវិបាកហ្នឹងវិបាកហ្នឹងគឺផលហ្នឹងបងបល័យហៅវិបាកៈវិបាកហ្នឹងប្រែមកថាផលអញ្ចឹងកាលណាលោកលះបង់នៅកិលេសបានហើយនេះអញ្ចឹងលោកអត់មានទៅធ្វើកម្មអីទេអញ្ចឹងវត្តដាក់លោកគឺផ្ដាច់បង់បានហើយផ្លូវដែលប្រព្រឹត្តទៅក្នុងភពតូចនិងភពធំកាមភពរូបភពអរូបភពទៀតគឺអត់មានដំណើរទៅកើតចាស់ឈឺស្លាប់អីទៀតទេគឺលោកផ្ដាច់នៅវត្តដាក់បានដោយអំណាចនៃការផ្ដាច់បង់នៅកិលេសមានអវិជ្ជាជាដើមទៅជាព្រះរិយបុគ្គលទៅរហូតដល់បានសម្រេចជាព្រះអរហន្តជាបក្ខីណាស្របអានោះផ្ដាច់បាត់បើថាសោតានៅមានផ្លូវទៅទៀតសោតានៅមានផ្លូវឆ្ងាយដើរទៅទៀតប៉ុន្តែមិនឆ្ងាយដូចជាបុថុជនទេសោតាយ៉ាងយូរ7ជាតិប៉ុន្តែក៏យូរដែរ7ជាតិហ្នឹងប៉ុន្តែយូរនៅក្នុងសុគតិមិនមែនយូរដោយបុថុជននៅក្នុងអបាយភូមិខ្លះសុគតិខ្លះទេអញ្ចឹងតលតែបក្ខីណាស្របនឹងគឺលោកផ្ដាច់វត្តដាក់នោះបានលែងដើរផ្លូវឆ្ងាយហ៎បងអញ្ចឹងទៅគឺលោកអត់មានស្ដីសោកវិសោកកាសៈនោះគេថារកស្ដីសោកអត់មានអត់មានស្ដីសោកវពមុតតាសៈសព្ទិរួចផុតហើយចាក់ធរទំពួងនោះមានខណ្ឌជាដើមមកហើយសព្វកន្ធបហិណាសៈអ្នកលះបង់គ្រឿងដោតក្រងទំពួងបានទៀតហ្នឹងគ្រឿងដោតក្រង4យ៉ាងណាបងកន្ធៈ4ហ្នឹងរៀបរាប់មកប៉ុណ្ណឹងហើយចប់ទៅបើចប់រឿងពេទ្យជីវកកោមារភ័ត